ចាជំរាបសួរនាងខ្ញុំតនមរសុយីនៅក្នុងថ្ងៃនេះដែរនាងខ្ញុំនឹងមកបកស្រាយនៅលើ4ចំណុចចំពោះ topic ដែលនាងខ្ញុំលើកឡើងអំពីដូចម្ដេចដែលហៅថា dental implant ចាទី1 dental implant គឺយើងផលិតអំពីរ៉ែធម្មជាតិដែលគេហៅថា titanium ហើយគេយក titanium នេះផលិតជារាងឆ្នៃជារាងកូនវិសតូចមួយសម្រាប់ដាំចូលទៅក្នុងឆ្អឹងធ្គាមរបស់អ្នកជំងឺហើយវាមានសុវត្ថិភាពខ្ពស់ទៅលើសុខភាពអ្នកជំងឺផងដែរចាទី2ចំពោះការដាំបង្គោលធ្មេញក្នុងឆ្អឹងឬមួយក៏ dental implant នេះមិនមានការឈឺចាប់ទេដោយសារតែមុននឹងធ្វើការដាំអ្នកគ្រូពេទ្យនឹងមានការចាក់ថ្នាំស្ពឹកជូនអ្នកជំងឺចាទី3 dental implant មិនមានផលប៉ះពាល់ដល់សុខភាពអ្វីទេហើយងាយស្រួលប្រើប្រាស់ដោយធ្មេញធម្មជាតិដែរទី4ចំពោះតម្លៃរបស់ dental implant ឥឡូវនេះក៏លែងជាការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែរដោយសារតែឥឡូវនេះបច្ចេកវិទ្យាកាន់តែទំនើបប្រទេសមួយចំនួនអាចផលិត dental implant នេះបានហើយ dental implant នេះតម្លៃខ្ពស់ឬមួយក៏ទាបអាស្រ័យទៅលើគុណភាពនិងតំបន់